បាទសូមគោរពជម្រាបសួរពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ជាទីគោរពបាទពីខ្ញុំបាទជារា CR សំឡងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខែក្រុងបាទថ្ងៃនេះសូមមកបង្ហាញពីកន្លែងដែលខ្ញុំនិយាយពីសសរភ្លោះតិចបាទកន្លែងយើងចាក់សសរភ្លោះបាទបានន័យថាយើងផ្ដាច់ពីផុងខាងនោះយើងទុក6ប្រឡោះយើងផ្ដាច់មកផុងបាទកន្លែងនេះយើងផុងមួយទៀតយើងប្រើសសរភ្លោះយើងតម្លាក់កសសរចុះដោយសារប្លុកខាងនេះដីទេធ្លាក់ជំរាលទៅអញ្ចឹងបានន័យថាពេលដែលយើងរៀបឥដ្ឋឬមួយក៏ចាក់ធ្នឹមបានន័យថាខាងនេះខ្ពស់មកផុងមកវា6ប្រឡោះហើយមកផុងនេះទៀតវា6ប្រឡោះទៀតវាខ្ទាបទៅបន្តិចទៅដល់កន្លែងនោះមានសសរភ្លោះវាមកផុងទៅទៀតវាធ្លាក់កង់បាទដីនេះវាខ្ពស់មួយខាងខ្ទាបមួយខាងបាទបែកខាងនេះខ្ពស់ទៅខាងនោះជំរាលធ្លាក់ទៅនោះខុសគ្នា1ម៉ែត្រកន្លះឯចំណែកទៅមុខទៀតក៏ដីខ្ពស់ដែរបាទទៅនោះបែរជាទៅខាងផ្លូវខាងមុខផ្លូវខាងមុខបាទមកដល់ខាងនេះខុសគ្នា1ម៉ែត្រជាងទៀតបាទអញ្ចឹងខាងខ្ញុំបាទបាននិយាយជាមួយនឹងម្ចាស់ផ្ទះហើយបានន័យថាយើងធ្វើជាផុងកាត់វាតម្លាក់ជាកង់ហើយកន្លែងដែលយើងកាត់តម្លាក់គឺត្រូវប្រើសសរភ្លោះហើយធ្នឹមក៏យើងចាក់ផ្ដាច់គ្នាដែរបាទអត់ឲ្យតាក់តងគ្នាទេបើសិនជាមានបញ្ហាដាច់ជាផុងជាប្រឡោះដាច់ពីគ្នាហ្មងបាទពីខាងនោះមកខ្ពស់មកដល់នេះធ្លាក់មកខ្ទាបខាងនេះទៀតធ្លាក់ទៅចុងខាងនោះខ្ទាបមកតង់ទៀតបាទហើយក៏សូមអរគុណពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំបានកន្លងមកបាទសូមជម្រាបលាពីខ្ញុំបាទជារា CR សំណងទទួលមកការសាងសង់និងជួសជុលផ្ទះ25ខេត្តក្រុងបាទ